សួស្តីបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីរាប់អានថ្ងៃនេះខ្ញុំយកប្រភេទឆ្អឹងខ្ទីងវល្លិនិងថ្គាមខ្ទីងវល្លិដែលឆ្អឹងខ្លះក៏คล้ายទៅជាថ្មអញ្ចឹងណាបងប្អូនតែប្រភេទឆ្អឹងខ្ទីងឬថ្គាមខ្ទីងនេះទោះបីជាវិវត្តកាយคล้ายទៅជាថ្មក៏នៅតែមានប្រសិទ្ធភាពនៅតែប្រើបានរឹតតែពូកែកាលណាថ្គាមឬក៏ឆ្អឹងនេះកាន់តែអាយុកាលកាន់តែយូរអញ្ចឹងណាបងប្អូនអញ្ចឹងអង្គទី1នេះគឺជាប្រភេទថ្គាមខ្ទីងវល្លិបាទខ្ញុំស្រោចជាបន្តោងរួចហើយបាទអញ្ចឹងយើងដឹងហើយប្រភេទថ្គាមគេប្រើទី1ជាស្នេហ៍មហានិយមបាទហើយម្យ៉ាងទៀតគេប្រើសម្រាប់បន្សាបរាល់ជាតិពឹសទាំងឡាយអញ្ចឹងណាបងប្អូនអញ្ចឹងបើនិយាយអំពីអ្នកដើរព្រៃបើសិនជាមានថ្គាមខ្ទីងវល្លិឬក៏ឆ្អឹងខ្ទីងវល្លិនេះដាក់ជាប់ខ្លួនសត្វអសេរពឹសមិនហ៊ានមកចិត្តយើងទេនិយាយចំតែសត្វពស់មិនហ៊ានមកចិត្តយើងពីព្រោះខ្ទីងវល្លិនេះគឺជាប្រភេទខ្ទីងមួយដែលស៊ីតែសត្វពស់ដែលមានពឹសអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាថ្គាមហើយស្អាតថ្គាមនេះបាទស្រោបហើយមិនត្រឹមតែប៉ុណ្ណោះថ្គាមខ្ទីងវល្លិឬក៏ឆ្អឹងខ្ទីងវល្លិនេះគឺគេប្រើសម្រាប់ការពាររាល់អំពើមុនខ្មៅទាំងឡាយមិនឲ្យមកយាយីដល់ខ្លួនយើងអញ្ចឹងណាបងប្អូនហើយប្រភេទថ្គាមខ្ទីងវល្លិនេះគឺពិសេសបាទគឺដាក់លើដើមចេកក៏អត់លូដែរអញ្ចឹងណាបងប្អូនអញ្ចឹងអត្តពលឬក៏អំណាចនៃថ្គាមខ្ទីងវល្លិនេះគឺពិសេសណាស់មិនចាញ់ចែកកាច់ឬក៏ខ្នាយតាន់ប្រហែលទេណាបងប្អូនគ្រាន់តែថាវាស្រួលរកជាងអញ្ចឹងណាបងប្អូនបើបងប្អូនស្រឡាញ់អង្គមួយនេះគឺស្រោបហើយបាទហើយតម្លៃជាវចរចាគ្នាបានអាចឆាតចូលក្នុង Telegram របស់ខ្ញុំណាបងប្អូនហើយមួយអង្គនេះទៀតបាទនេះគឺជាប្រភេទឆ្អឹងខ្ទីងវល្លិដែលគេរើសបាននៅជិតគ្នានឹងប៉ុន្តែវិវត្តកាយคล้ายទៅជាថ្មទៅហើយបាទអញ្ចឹងកាលណាឆ្អឹងក៏ដោយថ្មិញក៏ដោយថ្គាមក៏ដោយកាលណាវិវត្តកាយคล้ายទៅជាថ្មបែបនេះគឺមិនធម្មតាទេបងប្អូនដាក់លើដើមចេកមិនលូទេណាបងប្អូនបាទអញ្ចឹងមានអាយុកាលរាប់សិបឆ្នាំណាបងប្អូនប្រភេទថ្គាមឬក៏ឆ្អឹងដែលคล้ายទៅជាថ្មនេះដែលយើងហៅថា fossil ប៉ុន្តែបើសិនជាឧទាហរណ៍ថាបើសិនជាក្អែបខាំឬក៏មុតត្រីអណ្ដែងអញ្ចឹងយើងយកទៅដាក់ចំមុខរបួសគឺបឺតភ្លាមអញ្ចឹងបានន័យថាអត្តពលលោកគឺនៅតែខ្លាំងនៅតែប្រកែជំនាញខាងបន្សាបជាតិពឹសហើយបើសិនជាយើងនៅផ្ទះបាទយើងនៅផ្ទះយើងមានម្ដុំដាក់នៅលើក្បាលដំណេកឬក៏យើងដាក់នៅបន្ទប់យើងដេកប្រភេទពួកសត្វអសេរពឹសហ្នឹងមិនថាខ្ទួយក្អែបឬពស់ទេមិនហ៊ានចូលដូចថាវាខ្លាចវាធំក្លិនប្រភេទឆ្អឹងនឹងខ្ទីងនឹងតែម្ដងបាទហើយនេះគឺជាថ្មិញបាទថ្មិញរបស់ខ្ទីងវល្លិដែរបាទដុំតូចប៉ុន្តែបើសិនជាអ្នកស្រឡាញ់តូចអាចស្រោបពាក់បានចឹងណាបងប្អូនអញ្ចឹងថ្គាមខ្ទីងវល្លិនេះឬក៏ថ្មិញខ្ទីងវល្លិនេះគឺគេប្រើបានច្រើនមុខហើយមានប្រសិទ្ធភាពបាទខ្លាំងបើប្រភេទសត្វអសេរពឹសគឺអត់ហ៊ានមកអត់ហ៊ានចូលទេធំក្លិនដូចវាចាញ់ក្លិនមានទំនាយចឹងមិនទេហើយគេប្រើបានច្រើនយ៉ាងការពារអំពើមុនខ្មៅសពបែបយ៉ាងទាំងអស់បាទអញ្ចឹងបើសិនជាបងប្អូនមើលទៅស្រឡាញ់អង្គមួយណាបាទឆាតចូល Telegram របស់ខ្ញុំដែលលេខ Smart ជាលេខ Telegram អរគុណបងប្អូនទាំងអស់ដែលបានចូលមើលក្នុងវីដេអូរបស់ខ្ញុំនេះសូមឲ្យបងប្អូនទាំងអស់មានសុខភាពល្អបាទមានសេរីសួស្តីនិងសម្រេចជោគជ័យរាល់ការងារទាំងឡាយសូមឲ្យបានជោគជ័យសូមអរគុណនិងសូមជម្រាបលា